ដោយមានពាក្យមួយបានលើកឡើងថាគោលដៅដែលមិនមានសកម្មភាពវាគ្រាន់តែជាការចង់បានតែប៉ុណ្ណោះមានកំណាព្យមួយបានសរសេរថាដំណើរលើផ្លូវតម្រូវអ្នកដើរពេលធ្វើដំណើរត្រូវដឹងប្រកបដឹងច្បាស់ថាផ្លូវមិនមែនសន្មត់ដំណើរប្រកបនឹងដល់គោលដៅដំណើរមិនច្បាស់ប្រះប្រានទៅប្រូចទៅត្រង់រាប់យោជដោយទុកគ្មានត្រើយទៅដល់ទីណាមិនដឹងមុនឡើយទៅរកកោះត្រើយទាំងគ្មានសង្ឃឹមដំណើរប្រកបស្បត់ទៅឲ្យដល់ទោះជាឃើញផ្លូវមានច្រើនមិនខ្វះដំណើរនោះដើរប្រកបជាក់ច្បាស់មានគេបង្អាក់ក៏នៅតែទៅក្នុងកំណាព្យនោះគឺចង់បញ្ជាក់ថាការដែលយើងដើរដោយមិនមានគោលដៅច្បាស់លាស់គឺយើងអត់ដឹងទេថាយើងត្រូវដើរដល់ណាហើយក៏យើងអត់ដឹងដែរថាយើងដើរទៅទីណាហើយបញ្ជាក់ក្នុងទីនោះផងដែរត្រង់ថាដែលយើងដើរទៅដូចជាទូករកកោះរកត្រើយមិនឃើញដូច្នេះដែរបើយើងស្ដាប់ពាក្យថាគោលដៅយើងស្ដាប់ទៅដូចជាពាក្យសាមញ្ញធម្មតាក៏ប៉ុន្តែរឿងដែលអស្ចារ្យនោះគឺថាការជំនះនៅឧបសគ្គការជំនះនៅភាពភ័យខ្លាចការជំនះនៅអ្វីសពគ្រប់បែបយ៉ាងដើម្បីឆ្ពោះទៅរកភាពគោលដៅនោះទើបជារឿងមិនធម្មតាយើងដឹងហើយថាការដាក់គោលដៅមនុស្សគ្រប់គ្នាអាចដាក់បានគ្រប់គ្នាអាចកំណត់គោលដៅបានដូចគ្នាក៏ប៉ុន្តែมันមានមនុស្សច្រើនទេដែលជំនះរាល់ឧបសគ្គដើម្បីឆ្ពោះទៅរកគោលដៅហើយក៏មិនមានមនុស្សតិចដែរដែលបោះបង់ចោលគោលដៅដូច្នេះពាក្យថាគោលដៅវាជាពាក្យសាមញ្ញធម្មតាក៏ប៉ុន្តែវាមានការតស៊ូដ៏អស្ចារ្យការតស៊ូនោះទៀតសោតគឺត្រូវផ្ដោតសំខាន់ទៅនឹងការអត់ធ្មត់ការជំនះរាល់ឧបសគ្គផ្សេងដោយមានពាក្យមួយបានលើកឡើងថាគោលដៅដែលមិនមានសកម្មភាពវាគ្រាន់តែជាការចង់បានតែប៉ុណ្ណោះ